សម្រាប់ថ្ងៃនេះដែរខ្ញុំអត់គិតថាគាត់នឹងអាចធ្វើវាបាននៅថ្ងៃនេះព្រោះអីគាត់ពីមុនមកគឺជាក្មេងដែលអត់ក្លាហានសោះតែម្ដងប៉ុន្តែឥឡូវហ្នឹងសម្រាប់គាត់គឺផ្លាស់ប្ដូរច្រើនមែនតើគាត់ចេះប្រើកាយវិការគាត់និយាយអីក៏មានការលើកដាក់សម្លេងបានល្អនៅខ្វះតែទឹកមុខទេចាំអាចនៅបន្តវគ្គក្រោយទៀត I was on the boat trip with my parents. It's really amazing because of I can see a beautiful night view. The lights, soft music playing make me feel relaxed and fresh. ចាជំរាបសួរខ្ញុំឈ្មោះលុចរតនាគឺជាអាណាព្យាបាលរបស់សិស្សឈ្មោះចម្រើនមនីអាដាមដែលគាត់មកពីសាលាសវណ្ណភូមិចាសម្រាប់វគ្គសិក្សានេះដែរគឺខ្ញុំបានស្គាល់តាមរយៈប្រព័ន្ធផ្សព្វផ្សាយ social media តាម Facebook ហើយខ្ញុំចាប់អារម្មណ៍ទៅលើវគ្គសិក្សានេះដោយសារឃើញគាត់ប្រាប់ថាជួយបង្កើនសមត្ថភាពឲ្យគាត់មានទំនុកចិត្តលើខ្លួនឯងហើយដោយសារកូនខ្ញុំអត់សូវមានទំនុកចិត្តលើខ្លួនឯងទេពេលគាត់ឡើងនិយាយឡើងអីអញ្ចឹងគឺគាត់អត់មានភាពជឿជាក់លើខ្លួនឯងចាសម្រាប់ការខុសប្លែកហ្នឹងគឺតកតងនឹងពីមុនមកហ្នឹងគាត់សំបីតាកសែភ្នែកក៏គាត់អត់ហ៊ានសម្លឹងទៅកាន់អ្នកមើលរបស់គាត់ដែរហើយការនិយាយរបស់គាត់សំឡេងក៏នៅមានកម្រិតដែរគាត់អត់តន់ចេះប្រើប្រាស់សំឡេងអត់តន់ហ៊ានសម្លឹងភ្នែកគេចំហើយមួយទៀតគឺខ្វះភាពជឿជាក់លើខ្លួនឯងហ្មងសម្រាប់ថ្ងៃនេះដែរខ្ញុំអត់គិតថាគាត់នឹងអាចធ្វើវាបាននៅថ្ងៃនេះព្រោះអីគាត់ពីមុនមកគឺជាក្មេងដែលអត់ក្លាហានសោះតែម្ដងប៉ុន្តែឥឡូវហ្នឹងសម្រាប់គាត់គឺផ្លាស់ប្ដូរច្រើនមែនតើគាត់ចេះប្រើកាយវិការគាត់និយាយអីក៏មានការលើកដាក់សម្លេងបានល្អនៅខ្វះតែទឹកមុខទេចាំអាចនៅបន្តវគ្គក្រោយទៀត វាអាចជាដើមទុនរបស់គាត់ដែរព្រោះអីដោយសារបើសិនជាគាត់មានភាពក្លាហានគាត់ចេះនិយាយស្ដីតាំងពីទូចគាត់ហ៊ានប្រឈមមុខគាត់អាចដោះស្រាយបញ្ហាខ្លួនឯងបានគឺធំឡើងមានភាពងាយស្រួលសម្រាប់គាត់ចង់ឲ្យកូនប្រឹងប្រែងបន្តទៀត ហើយសម្រាប់វគ្គសិក្សាក្រោយធ្វើឲ្យបានល្អជាងនឹងអភិវឌ្ឍខ្លួនឯងឲ្យបានល្អជាងនឹងក្លាហានជាងនឹងមានទំនុកចិត្តលើខ្លួនឯងព្រោះអីម៉ាក់ជឿថាកូនអាចធ្វើបាន